បាទខ្ញុំបានជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះបាទទី1ខ្ញុំបានលើកឡើងអំពីបន្តពីវគ្គមុនអំពីរបៀបកាត់កង់ crossover driver វាលោកសពបងប្អូនហ្នឹងហើយព្រោះប្រភេទសេរីហ្នឹងវាមានលក្ខណៈដែលច្រើនយើងទៅកាត់មិនមែនចាំបាច់យើងថាយើងទៅកាត់នឹងទី1យើងទៅកាត់នឹងពួក equivia ឬមួយយើងកាត់តាមពួករេសងវាអញ្ចឹងណាបងប្អូនមួយទៀតយើងកាត់តាមរេសងវាមានប្រូក្រាមវាអក្សរមាន LS អញ្ចឹងទៅយើងកាត់ពួកនោះវាមានដល់ពីឋានៈដែលយើងត្រូវកាត់ 100% តែសម្រាប់តែបងប្អូនដែលយើងត្រូវការកាត់បាន 100% ហ្នឹងវាត្រាតែឧបករណ៍តន្ត្រីរបស់យើងវាត្រូវនឹងសេរីពួក DV8 ហើយទី1គឺរបស់ស៊ីនល្អទាំងអស់បើយើងរបស់ដែលយើងប្រើប្រាស់វាគ្នាដោយថាវាមិនត្រូវសេរីគ្នាអញ្ចឹងយើងអាចកាត់តាមequivia សេរីយើងកាត់ក្នុង mid low ក៏បានយើងកាត់ក្នុង song ក៏បានយើងកាត់ក្នុង monitor ឬមួយយើងកាត់ស្រូបក្នុង equivia អញ្ចឹងវាមានប្រភេទដែលយើងត្រូវការកាត់ច្រើនពីច្រើនបងប្អូនក៏ប្រើជាអាជីវកម្មនៅខាងប្រទេសក្រៅជាលក្ខណៈធម្មតាធម្មតាអញ្ចឹងគេពីច្រើនក៏ប្រើរបស់វាអត់មានក្នុងអាមេរិកមកវិញទេគឺរបស់យើងចាប់ឆាយលេគ្នាអញ្ចឹងណាអញ្ចឹងបងប្អូនអាចចម្ងល់ខណាមួយដែលបងប្អូនកាត់អត់ដាច់វានៅកង់នៅចំណុចណាមួយអញ្ចឹងបងប្អូនអាចប្រាប់មកខាងខ្ញុំបានខ្ញុំរៀបចំបង្ហាញធ្វើជាវីដេអូផ្ញើទៅបងប្អូនហ្នឹងហើយនៅមួយទៀតរេស្តង់វាកាត់នឹងវាមានប្រភេទច្រើនតាមប្រភេទឧបករណ៍យើងទីមួយយើងកាត់សេរីក៏បានយើងកាត់ចាប់អេគ្វីក៏បានហ្នឹងហើយបងប្អូនដែលចម្ងល់អាចថតឲ្យបានបងប្អូនរួចផ្ញើតាមឆាតជាមួយនឹងដាក់តាមcommentខាងក្រោមគឺខ្ញុំ add friend ទៅព្រោះខ្ញុំបង្ហាញដល់ព្រីអត់មានគិតថ្លៃទេហ្នឹងហើយមួយទៀតយើងអាចឆាត់វីដេអូកាត់ផ្ទាល់ក៏បានខ្ញុំបង្ហាញកាត់អេគ្វីផ្ទាល់ក៏បានខ្ញុំបាទនឹងរៀបចំយករួចចប់វីដេអូនេះខ្ញុំបាននឹងយកcrossover DV8 មួយខ្ញុំបាននឹងធ្វើសម្រាប់ជូនបងប្អូនទស្សនារបស់ខ្ញុំបាទអរគុណបាទជម្រាបលា